ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររដ្ឋបាលខេត្តស្ទឹងត្រែងលេខ248/25 សជនលិខិតអំពាវនាវស្ដីពីយុទ្ធនាការ 10000 រៀល 10000 នាក់ដើម្បីចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជាយោងលិខិតលេខ058 កមក ចុះថ្ងៃទី 5 ខែឧសភា ឆ្នាំ 2025 ស្ដីពីការស្នើសុំកិច្ចសហការក្នុងអំឡុងយុទ្ធនាការ 10000 រៀល 10000 នាក់ ឆ្នាំ 2025 របស់ក្រុមប្រឹក្សាបធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជារដ្ឋបាលខេត្តស្ទឹងត្រែងមានកិត្តិយសនិងក្តីសោមនស្សរីករាយសូមយកឱកាសដ៏ថ្លៃថ្លានេះគោរពជម្រាបជូនដំណឹងឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីនាងកញ្ញាសាធារណជនពុកម៉ែបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតយុវជនយុវតីក្នុងទូទាំងខេត្តស្ទឹងត្រែងមេត្តាជ្រាបថាយុទ្ធនាការ 10000 រៀល 10000 នាក់គឺជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ1មិថុនានិងបំផុសស្មារតីខ្មែរជួយខ្មែរក៏ដូចជាការរំលឹកឲ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាព្រមទាំងដើម្បីផ្សារភ្ជាប់ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលខេត្តដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាក្រុមហ៊ុនសហគ្រាសដែលបានចុះអនុសារណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជានិងភាគីពាក់ព័ន្ធនានាក្នុងគោលបំណងនាំភាពញញឹមនិងក្តីសង្ឃឹមដល់ទារកនិងកុមារនៅកម្ពុជាក្នុងន័យនេះក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែងខ្ញុំសូមអំពាវនាវដល់សាធារណជនសប្បុរសជនមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ក្រុមហ៊ុនសហគ្រាសគ្រឹះស្ថានសិក្សាគ្រឹះស្ថានហិរញ្ញវត្ថុមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូប្រជាពលរដ្ឋសិស្សានុសិស្សយុវជនទាំងអស់មេត្តាពិនិត្យលទ្ធភាពចូលរួមបរិច្ចាគឧបត្ថម្ភគាំទ្រនិងផ្សព្វផ្សាយនៅយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2025 នេះឲ្យបានច្រើនកកកនិងបានទូលំទូលាយមានភាពសកម្មនិងផុសផុលដើម្បីរួមគ្នានាំមកនៅភាពញញឹមនិងក្តីសង្ឃឹមដល់ទារកកុមារនិងស្ត្រីមានផ្ទៃពោះនៅកម្ពុជាក្នុងស្មារតីខ្មែរជួយខ្មែរសប្បុរសជនដែលមានបំណងចូលរួមនាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាសូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមគ្រប់មធ្យោបាយនិងចូលរួមបរិច្ចាគតាមរយៈការ Scan QR Code ខាងក្រោមឬលេខគណនីធនាគាររបស់មូលនិធិគន្ធបុប្ផាកម្ពុជានៅធនាគារ A Silida លេខ0001 0341 2738 13 ប្រាក់រៀលនិង0001 0341 2738 24 ប្រាក់ដុល្លារសូមគោរពថ្លែងអំណរគុណនិងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង5ប្រការកុំបីឃ្លៀងឃ្លាតឡើយថ្ងៃប្រហ័ស11រោចខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ 2569 ស្ទឹងត្រែងថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 ហត្ថលេខានិងត្រាអភិបាលខេត្ត សសុពុត្រា